បាទជាដំបូងសូមគោរពនិងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរសូមគោរពអញ្ជើញមកទស្សនានិងដឹងពីប្រវត្តិខ្លះៗនៃថ្ងៃវិសុវត្ថិឬក៏មួយទៀតគេនិយមហៅនឹងស្គាល់ថាព្រឹត្តិការណ៍សមារាត្រីខ្ញុំបានទាញកង់និងភ្លើងពលរួចចាក់ចេញពីផ្ទះដោយមានម៉ូតូឡានមួយចរាចរណ៍នៅលើដងផ្លូវប្រមាណជា40នាទីក្រោយមកទើបខ្ញុំបានមកដល់ប្រាសាទអង្គរវត្តខ្ញុំរត់រះសម្ដៅទៅស្ពានហាអង្គរនិងដើរចូលទៅក្នុងដើម្បីរងចាំទស្សនាថ្ងៃរះនៅលើស្ពានហាលប្រាសាទអង្គរវត្តនឹងផងដែរក៏មានមនុស្សម្នាជាច្រើនកកកំពុងតែម្នីរត់រះសម្ដៅទៅបរិវេណខាងក្នុងនៃប្រាសាទអង្គរវត្តផងដែរបាទបាតុភូតថ្ងៃរះនិងថ្ងៃលិចនៅតំបន់រមណីយដ្ឋានអង្គរពិតជាមានលក្ខណៈពិសេសមែនប្រសិនបើនិយាយពីថ្ងៃរះ2ដងក្នុងមួយឆ្នាំនៅចំកំពូលប្រាសាទអង្គរវត្តទៀតនោះរឹតតែពិសេសជាទូទៅព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះតែងតែកើតមានឡើង2ដងរៀងរាល់ឆ្នាំលើកទី1កើតឡើងខែមីនានិងលើកទី2នៅខែកញ្ញាយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញព្រឹត្តិការណ៍នេះមិនមែនជាបាតុភូតកើតឡើងដោយចៃដន្យនោះទេរឿងរ៉ាវនេះត្រូវបានបុព្វបុរសខ្មែរដែលសាងសង់អង្គរវត្តបានគន់គូរយ៉ាងច្បាស់លាស់និងសាងសង់តម្រូវឲ្យកើតព្រឹត្តិការណ៍នេះតែម្ដងពោលគឺធ្វើឡើងដោយមានការសិក្សាស្វែងយល់ច្បាស់លាស់ពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មនិងវិស័យតារាសាស្ត្រថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តគឺជាពេលវេលាដ៏អស្ចារ្យបំផុតដែលកើតមានឡើង2ដងក្នុងមួយឆ្នាំទេសចរដែលធ្វើដំណើរទស្សនាថ្ងៃរះនៅអង្គរវត្តពិតជាទទួលបានអារម្មណ៍ខុសប្លែកពីតំបន់ដទៃទៀតពីព្រោះជើងរបស់ពួកគាត់កំពុងតែឈរក្នុងតំបន់រមណីយដ្ឋានដែលមានអាយុកាលជាង1000ឆ្នាំហើយភ្នែកទាំងគូរបស់គាត់កំពុងតែសម្លឹងមើលព្រះអាទិត្យដែលកំពុងរះឡើងពីទិសខាងកើតយ៉ាងសន្សឹមនិងបញ្ចេញកាំរស្មីចេញចាំងបន្តិចម្ដងមកលើកំពូលទាំង5នៃប្រាសាទអង្គរវត្តទេសភាពវប្បធម៌បុរាណស្ថានបូកផ្សំនឹងអាកាសធាតុត្រជាក់ល្មមគ្នាព្រឹកព្រលឹមសំឡេងសត្វនិងព្រៃព្រឹក្សាផងនោះទេសចរពិតជាទទួលបានអារម្មណ៍ប្លែកនិងមិនធ្លាប់មាននៅកន្លែងដទៃទៀតសម្រាប់ការទស្សនាថ្ងៃរះទឹកដីអង្គរគឺជាទីសក្ការៈដែលនាំអារម្មណ៍ទេសចរឲ្យវិលត្រឡប់ទៅដឹងរឿងរ៉ាវពីអតីតកាលរាប់ពាន់ឆ្នាំមុននិងបច្ចុប្បន្នកាលរុងរឿងនិងទំនើបនៃទឹកដីខេត្តសៀមរាបអង្គរវិសុវត្ថិឬតាមភាសាអង់គ្លេសហៅថាអង្គរ Equinox ជាបាតុភូតធម្មជាតិមួយដ៏អស្ចារ្យដែលបានកើតឡើងនៅក្នុងទឹកដីអង្គរព្រឹត្តិការណ៍នេះតែងតែកើតឡើងជាទៀងទាត់2ដងក្នុងមួយឆ្នាំគឺនារដូវប្រាំងត្រូវនឹងខែមីនានិងរដូវវស្សាត្រូវនឹងខែកញ្ញាប្រជាពលរដ្ឋខ្មែរឬភ្ញៀវទេសចរជាតិនិងអន្តរជាតិតែងតែទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍នេះយ៉ាងអន្ទេសាទោះជាអ្នកខ្លះធ្លាប់បានទស្សនាច្រើនដងរួចមកហើយក្តីក៏នៅតែចង់ទស្សនាទៀតតើអ្វីទៅជាចំណុចពិសេសនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនោះគឺព្រះអាទិត្យរះចំកំពូលទាំង5នៃប្រាសាទអង្គរវត្តតែម្ដងពិតជាអច្ឆរិយណាស់សម្រាប់បាតុភូតធម្មជាតិមួយនេះដែលកើតមានឡើងលើប្រាសាទបុរាណខ្មែរហើយក៏ប្រហែលមានតែមួយទេនៅលើโลกយើងនេះអ្វីទៅជាវិសុវត្ថិគឺជាថ្ងៃនិងយប់ស្មើគ្នាពេលដែលព្រះអាទិត្យឆ្លងកាត់ខ្សែអ៊ីក្វាទ័របែងចែកពេលយប់និងពេលថ្ងៃកើតមានចំថ្ងៃទី21ឬ22ខែមីនានិងថ្ងៃទី22ឬ23ខែកញ្ញាដោយយប់មានរយៈពេល12ម៉ោងហើយថ្ងៃក៏មានរយៈពេល12ម៉ោងផងដែរព្រឹត្តិការណ៍នេះតែងតែមាន2ដងរៀងរាល់ឆ្នាំគឺខែមីនានិងខែកញ្ញាប៉ុន្តែពេលវេលាវិសុវត្ថិមិនបានកំណត់ឬចំពេលគ្នាឡើយឧទាហរណ៍ក្នុងឆ្នាំ2024ព្រឹត្តិការណ៍នេះកើតចំថ្ងៃទី21ខែមីនានិងចំថ្ងៃទី22ខែកញ្ញាខុសពីវេលាទាំងនេះគឺថ្ងៃនិងយប់ដើមស្មើគ្នាឡើយព្រឹត្តិការណ៍នេះកើតមានជាយូរលង់ណាស់មកហើយប៉ុន្តែសាធារណជននិងភ្ញៀវទេសចរចាប់ផ្ដើមស្គាល់និងល្បីសរសើរខ្លាំងនៅឆ្នាំ2017មកក្រោយពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយចាប់ពីពេលនោះមកគេសង្កេតឃើញថាទាំងប្រជាពលរដ្ឋខ្មែរនិងបរទេសតែងតែទន្ទឹងរង់ចាំទស្សនាព្រឹត្តិការណ៍នេះដោយ
ទើលភ្នែកនិងអន្តេសាវិសវត្តនេះបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់មកទស្សនាព្រឹត្តិការណ៍ដ៏មហោស្ចារ្យមួយនេះជារៀងរាល់ឆ្នាំដោយសារកត្តានេះហើយទើបក្រសួងទេសចរអាជ្ញាធរជាតិអប្សរារដ្ឋបាលខេត្តសៀមរាបនិងមហាជនតែងតែបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍វិសវត្តនេះដើម្បីឲ្យទេសចរបានដឹងនិងបង្ហាញពីអច្ឆរិយភាពនៃសំណង់ប្រាសាទបុរាណខ្មែរដែលមានតែមួយលើលោកបាទព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរបាទប្រសិនបើជាពុកម៉ែបងប្អូនមិនបានមកទស្សនាផ្ទាល់ទេគឺពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ដោយសារតែព្រឹត្តិការណ៍នេះគឺមានតិចមែនទែនក្នុងមួយឆ្នាំគឺមានតែ2ដងតែប៉ុណ្ណោះបាទហើយលើកទី2នោះគឺខែកញ្ញាដែលជាខែវស្សាផងអញ្ចឹងហើយបានជាព្រឹត្តិការណ៍នេះគឺមានឱកាសតិចក្នុងការឃើញមានថ្ងៃរះជួនកាលក៏ភ្លៀងជួនកាលក៏មេឃអាប់ដែលធ្វើឲ្យមានពពកបាំងព្រះអាទិត្យផងដែរបាទបាទបន្ទាប់ពីទស្សនាទស្សនវិជ្ជាថ្ងៃរះនៅប្រាសាទអង្គរវត្តរួចហើយអញ្ចឹងសូមបង្វែរអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាទស្សនវិជ្ជាកសិនទឹកនៅខាងលិចនិងក្បែរប្រាសាទជ្រុងផ្នែកនិរដីនៃអតីតរាជធានីអង្គរធំវិញម្ដងបាទយើងដឹងហើយថានៅសៀមរាបយើងនេះគឺកន្លែងទេសចរមានច្រើនកន្លែងមែនទែនទាំងតំបន់ទេសចរបែបផ្ទះឆ្នៃបែបប្រវត្តិសាស្ត្រហើយនឹងបែបធម្មជាតិព្រៃព្រឹក្សាភ្នំជាដើមបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅកសិនទឹកនៃអតីតរាជធានីអង្គរធំគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនដោយសម្រស់ធម្មជាតិនៅលើផ្ទៃទឹកប្លែកនិងរំពេចទៅដោយធម្មជាតិព្រៃព្រឹក្សានិងសំណង់កំពែងប្រាសាទដ៏មហិមាផងដែរបាទហើយនៅក្បែរខ្លងទ្វារទន្លេអ៊ុំគឺផ្នែកខាងលិចហ្នឹងក៏យើងមានទូកលក្ខណៈបុរាណសម្រាប់ជួលជិះកំសាន្តផងដែរជាពិសេសគឺភ្ញៀវទេសចរអន្តរជាតិគឺគាត់ចូលចិត្តជិះកំសាន្តពីខ្លងទ្វារទន្លេអ៊ុំមកប្រាសាទជ្រុងប៉ែកនិរដីនៅពេលថ្ងៃជិតលិចនិងពេលថ្ងៃលិចផងដែរបាទនេះគឺជាទស្សនវិជ្ជាទាំងមូលនៅលើកសិនទឹកនឹងគឺឆក់ទៅវាខូចមានស្មៅមានត្រីខ្លះឆក់រួចដើមឈូកវាលេងកូនបណ្ដោយ
ទីបើសិនមានផ្កាច្រើនតិចអបដាំឡបាទហើយឈូកនេះផងដែរគឺយើងឃើញមានផ្កាមានផ្លែមួយដោយសារតែទិសដៅដែលខ្ញុំជិះនេះគឺខ្ញុំជិះមកពីកន្លែងកាហ្វេមួយនៅក្នុងព្រៃនៅមាត់កសិននឹងតែម្ដងហើយជិះសំដៅទៅកាន់ឆ្នាំហ្នឹងបើឆ្នាំមុនណាខេហ្នឹងក្តៅខ្លាំងប្រាសាទជ្រុងហ្នឹងហើយយើងជិះអង្ហរដែរវាស្រួលដើរលេងបាទតិចស្រួលដល់ជាងក្តៅបាទដូចដែលបានពុកម៉ែបងប្អូនឃើញហើយនេះខាងមុខខ្ញុំនេះគឺជាកំពង់ផែតូចមួយសម្រាប់ទូកដែលភ្ញៀវទេសចរគាត់កំពុងជិះនេះគឺគាត់អាចចតឈប់ដើម្បីឡើងទៅផ្នែកខាងលើគឺឡើងទៅប្រាសាទជ្រុងហ្នឹងដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចហើយនេះគឺជាផ្លូវចន្ទើដែលយើងអាចឡើងបានទៅខាងលើហ្នឹងបាទហើយនេះគឺជាទិដ្ឋភាពខាងលើគឺទិដ្ឋភាពនៅប្រាសាទជ្រុងពេកនិរដីនៃអតីតរាជធានីអង្គរធំបាទអត់ទេអត់ឡើងមកកន្លែងនេះគឺជាកន្លែងទស្សនាថ្ងៃលិចមួយដ៏ស្រស់ស្អាតផងដែរបាទដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយមមកទស្សនាត្រង់នេះគឺជាទិដ្ឋភាពដែលយើងឈរលើកំពែងក្រុងអង្គរធំទស្សនាទៅកសិនទឹកផ្នែកខាងក្រៅបាទគឺទិដ្ឋភាពគឺស្រស់ស្អាតខ្លាំងមែនទែនជាចុងក្រោយសូមគោរពនិងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមគោរពជូនពរពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាគ្រប់ក្រុមគ្រួសារផងបាទសូមអរគុណសូមជម្រាបលា